មនុស្សជាច្រើនមិនបានបរាជ័យពីព្រោះគេមិនឆ្លាតវៃនោះទេពួកគេបរាជ័យព្រោះអំនួតធំពេកហើយអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺពួកគេមិនដឹងខ្លួនផងអំនួតគឺស្ងៀមស្ងាត់ណាស់វាមើលទៅដូចជាគ្មានបញ្ហាអីទេវាមើលទៅដូចជាភាពជឿជាក់លើខ្លួនឯងវាមើលទៅដូចជាមោទនភាពនឹងខ្លួនឯងវាមើលទៅដូចជាខ្ញុំដឹងហើយប៉ុន្តែបន្តិចម្ដងអំនួតបិទចិត្តយើងមិនឲ្យចង់ចេះចង់ដឹងអ្នកឈប់ស្ដាប់ឈប់រៀនឈប់អភិវឌ្ឍខ្លួនហើយជីវិតពេលនោះឈប់រីកចម្រើនមិនមែនព្រោះអ្នកមិនអាចជោគជ័យនោះទេប៉ុន្តែព្រោះអ្នកមិនព្រមឃើញនៅអ្វីដែលអ្នកត្រូវកែប្រែសូមគិតដោយស្មោះត្រង់មួយផ្លែតមើលតើមានប៉ុន្មានដងហើយដែលអ្នកមិនទទួលយោបល់អ្នកដទៃមិនមែនព្រោះវាខុសទេក៏ប៉ុន្តែព្រោះអ្នកមិនចូលចិត្តអ្នកដែលផ្ដល់យោបល់នោះប៉ុន្មានដងហើយដែលអ្នកព្យាយាមការពារខ្លួនឯងទោះបីដឹងខាងក្នុងថាអ្នកប្រហែលជាខុសនោះហើយគឺជាអំនួតការពារអារម្មណ៍អ្នកប៉ុន្តែវាបំផ្លាញអនាគតអ្នកមនុស្សជោគជ័យមានអ្វីខុសគ្នាពីនេះគឺមនុស្សជោគជ័យពួកគេសួរពួកគេស្ដាប់ពួកគេទទួលការកែប្រែពីព្រោះពួកគេចង់រីកចម្រើនមិនមែនចង់ឈ្នះក្នុងការបង្ហាញថាខ្លួនត្រូវនោះឡើយនៅក្នុងជីវិតមនុស្សជាច្រើនគុកដែលធំបំផុតមិនមែនភាពក្រីក្រឡើយនោះគឺជាអំនួតនឹងឯងមនុស្សដែលមានភាពទន់ភ្លន់ដាក់ខ្លួនអាចរៀនអ្វីក៏បានដែរប៉ុន្តែមនុស្សដែលមានអំនួតគឺមិនអាចរៀនបានសូម្បីតែកំហុសរបស់ខ្លួនឯងរយៈពេល1ឆ្នាំ2ឆ្នាំកន្លងផុតទៅឱកាសកន្លងផុតទៅជីវិតក៏កន្លងហួសទៅពួកគេនៅដដែលមិនមែនពីព្រោះជីវិតមិនយុត្តិធម៌ទេប៉ុន្តែព្រោះអំនួតបានសង់ជញ្ជាំងជុំវិញពួកគេមិនឲ្យទៅណាកើតអំនួតមិនត្រឹមតែបំផ្លាញភាពជោគជ័យឡើយវាបំផ្លាញដល់ទំនាក់ទំនងទៅទៀតមនុស្សដែលមានអំនួតជាទូទៅមិនស្ដាប់អ្នកដទៃទេហើយច្រើនតែចង់ឈ្នះក្នុងការជជែកវែកញែកពួកគេចោទអ្នកដទៃដើម្បីបង្ហាញតែខ្លួនគេត្រឹមត្រូវដើម្បីបង្ហាញតែខ្លួនគេចេះដឹងច្រើនជាងគេដើម្បីបង្ហាញអ្នកដទៃថាគេត្រូវប៉ុន្តែរយៈពេលកន្លងផុតទៅមនុស្សជុំវិញខ្លួនចាប់ផ្ដើមឃ្លាតឆ្ងាយពីគេការគោរពបាត់បង់ការជឿទុកចិត្តក៏បាត់បង់ហើយចេះតែឆ្ងល់ថាហេតុអ្វីតាមពិតអំនួតរបស់ខ្លួនឯងនឹងហើយដែលបានរុញច្រានមនុស្សទាំងឡាយមិនឲ្យនៅចិត្តយើងបានការពិតមួយសំខាន់ណាស់គឺភាពទន់ភ្លន់ដាក់ខ្លួនមិនមែនជាភាពទន់ខ្សោយឡើយវាជាកម្លាំងវាមានន័យថាអ្នករឹងមាំក្លាហានគ្រប់គ្រាន់ក្នុងការទទួលស្គាល់ថាអ្នកមិនដឹងរឿងគ្រប់យ៉ាងឡើយរឹងមាំគ្រប់គ្រាន់ក្នុងការកែលម្អខ្លួនរឹងមាំគ្រប់គ្រាន់ក្នុងការរីកចម្រើនពេលអ្នកបន្ថយអំនួតជីវិតអ្នកនឹងចាប់ដើមឡើងខ្ពស់ដូច្នេះថ្ងៃនេះសូមសួរខ្លួនឯងមួយសំណួរអំនួតខ្ញុំកំពុងការពារខ្លួនខ្ញុំឬកំពុងកំណត់ដែនរីកចម្រើនរបស់ខ្ញុំពីព្រោះសត្រូវធំបំផុតនៃអនាគតរបស់អ្នកមិនមែនអ្នកក្រៅឡើយគឺវានៅក្នុងខ្លួនអ្នកហើយពេលដែលអ្នកឈ្នះអំនួតខ្លួនឯងបានគ្មានអ្វីរារាំងការរីកចម្រើនរបស់អ្នកបានទេសូមបន្តរៀនបន្តកែលម្អនិងបន្តសាងគំនិតខ្លាំង